ចាប់ផ្ដើមពីទី18ឡើងលេងនៅពេលដែលចោនេះនឹងចែករត់គេចពីកូនត្រកូលប៊ុំហើយចែរក៏សម្គាល់ឃើញថាជើងគាត់នឹងគឺមកធម្មតាវិញហើយក៏មានអារម្មណ៍ថាស្រាលជាងមុនផងដែរមើលទៅការទៅឆ្ងាយពីពួកនឹងគឺប្រហែលជាធ្វើឲ្យពួកគេនឹងមិនអាចប្រើធម្មពលទៅលើចែរបានទេហើយចែរក៏បានគិតថាប្រហែលជាជើងគាត់នឹងអាចនឹងជាវិញផងដែរហើយចែរគាត់ក៏នឹកឃើញល្បិចមួយហើយក៏បានប្រាប់ឲ្យចោនេះនឹងរៀបល្បិចជាមួយនឹងគាត់តែចែរនឹងចង់ឲ្យចោនេះចូលទៅកណ្ដាលពួកវង3នាក់ហ្នឹងហើយអាចចែរវិញគឺគាត់ចាំវាយប្រហារចែរក៏បានហៅធម្មពលពួកវាថាជាបណ្ដាសាដែលអាចប៉ះដៃជ័យធ្វើឲ្យដៃលាយបានអេនដ្រេវិញវាកំពុងតែឈឺព្រោះអាប្អូនវាហ្នឹងមកនិយាយលប់ទៀតវាគេស្រែកថាបងប្រុសមើលទៅប្រហោងលើពួងវាយហ្នឹងធំជាងរុនសុទ្ធបងឯងតិចហើយអេនដ្រេគឺគាត់ជាខឹងមែនតើដែលបានវាយកូនគាត់ហើយរត់ហើយក៏បានស្រែកថាអញនៅឲ្យរត់ទេហើយក៏បានទីកភ្លើងហ្នឹងបាញ់ពួកគេហើយអាចេដប់វាក៏វិភាគឃើញថាកភ្លើងរបស់វាហ្នឹងអាចបាញ់ដល់បានទេតោះតែវាហ្នឹងជីសេះដេញតាមក្រុមចៃរ៉ូដើម្បីអាដែកដែលនៅជាប់ខ្លួនហ្នឹងឆ្លងទៅដល់ខ្លួនចៃរ៉ូវិញប៉ុន្តែវាក៏និយាយថាអញដឹងហើយហែងបាញ់និយាយហើយមិនបាច់ធ្វើដូចមនុស្សឆ្លាតទេតែមើលទៅអាតានេះគឺស្រឡាញ់កូនលំអៀងមែនតើស្រឡាញ់អាអេនដ្រេជាងអាសេដប់ហើយអាតាហ្នឹងក៏ប្រាប់ឲ្យសេដប់ហ្នឹងគឺងាកទៅខាងស្ដាំបន្តិចហ្នឹងហើយងាកខាងស្ដាំបន្តិចគាត់នឹងងាកភ្លាមហ្នឹងគាត់បានទីកភ្លើងបាញ់ទៅលុះពោរបស់អេនដ្រេហ្មងប៉ុន្តែអាប៉ែហ្នឹងគឺមិនមែនចង់សម្លាប់កូនខ្លួនឯងទេគឺអាប៉ែហ្នឹងគឺប្រើរាងកាយរបស់អេនដ្រេដើម្បីបាញ់កភ្លើងហ្នឹងឲ្យដល់ខ្លួនរបស់ចៃរ៉ូនៅចោនេះហើយអេនដ្រេក៏បានដើរមកលួងកូនវាថាអូយកូនខ្លួនឯងមកអីហើយមិនមើលប៉ាមើលលបោតិចមើលអូគាត់តែប្រហោងតិចសោះពេលប៉ានៅក្មេងប៉ាធ្លាក់ទៅលើភ្នំមកបាក់ឆ្អឹងគ្នាហើយបាក់ថ្គាមខាងក្រោមទៀតប៉ុន្តែប៉ាដើរមកផ្ទះវិញធ្វើធម្មតាអេនដ្រេក៏និយាយទៅវាថាអើយប៉ាខ្ញុំខ្លាចងាប់ហើយអេនដ្រេក៏ស្បត់ថាវានឹងសងសឹកពួកអាចៃរ៉ូនឹងចុះនេះបានហើយវាក៏យកព្រមដែរថានឹងសម្រាប់ពួកនឹងចោលអស់ហើយនឹងទៅប្រហោងទឹកនឹងបានទៅឆ្ងាយជាងគេ50គីឡូម៉ែត្រហើយនៅពេលដែលដល់ប្រហោងទឹកគឺពួកគេនឹងបំផ្លាញប្រហោងទឹកនឹងចោលនៅពេលដែលអ្នកធ្វើដីមកទៀតគឺអត់បានផឹកទឹកទេចឹងហើយអ្នកដែលមកក្រោយគឺដឹងតែស្លាប់ហើយដោយសារតែខ្វះទឹកហើយអេនដ្រេនឹងវាក៏បានសើចដូចមនុស្សឈួរចឹងប៉ុន្តែអាសេដប់ក៏និយាយថាតើពួកគេនឹងអាចនឹងតាមចុះនេះនឹងចែរ៉ូមិនទាន់ព្រោះថាពួកគេពីរនាក់គឺជា champion ហើយពួកយើងប្រើល្បិចប្រយុទ្ធមួយពួកវាអញ្ចឹងគឺដោយសារតែយើងអាចវាយឈ្នះពួកវានឹងឯងព្រោះថាបើប៉ុណ្ណឹងធម្មតានឹងចាញ់ពួកវាហើយរបស់សេដប់ក៏បានជេរវាទៀតហើយថាសេនឹងតែចង់ធ្វើជាមនុស្សឆ្លាតជាងគេក្នុងគ្រួសារហើយក៏បានជេរសេដប់ថាជាអាគូអាចហើយវាក៏និយាយបន្ថែមថាណាគេថាពួកយើងដេញចាប់វាពួកយើងមិនមែនជាអ្នកដេញចាប់ពួកវាទេអ្នកដេញពួកវាគឺបរិះនៅខាងក្រោយយើងនេះហើយសេដប់ក៏បានសួរវាថាបរិះនៅពីក្រោយណាគេទៅវាក៏តបថាគឺជាបរិះម្នាក់ដែលដេញតាមពួកវានឹងឯងគឺជាអ្នកដែលរកឃើញដានជើងសេះពួកវាហើយវានឹងគឺដឹងតាំងពីដើមហើយថាមានអ្នកដេញតាមពួកវានឹងតាំងពីព្រឹកមកម៉េចហើយវាក៏បានប្រាប់ពួកវាថាអ្នកដែលដេញតាមពួកវានឹងគឺមានឈ្មោះថា Mountain Team ដែលសេដប់គឺភ្ញាក់ផ្អើលជាងគេដោយសារតែ Mountain Team នឹងគឺជាអ្នកចូលលេខ4ក្នុងការប្រកួតហើយអាពីរហ្នឹងក៏និយាយថាយើងនឹងកម្ចាត់ពួកក្រុមចោនេះនឹងចែរ៉ូឲ្យបានជាមួយនឹងធម្មពលបញ្ជាដែករបស់ពួកយើងហើយយើងក៏បានឃើញថាមានដែកច្រើនមែនតើចេញពីមុខរបស់អាតាដែលអាសេដប់គឺឆ្ងល់មែនតើមិនបានវានឹងធ្វើឲ្យដែកចេញពីមុខមកចឹងតែដែកដែលចេញពីមុខរបស់ពួកវាគឺធ្វើដើម្បីកែមុខមាត់របស់អាតានឹងតែឥឡូវនេះគឺអាតានឹងគឺលែងគិតថាសម្រាប់ចោនេះនឹងចែរ៉ូហើយគឺគាត់នឹងសម្រាប់ណាគេនឹងអស់ឲ្យតែដើរតាមផ្លូវនឹងចឹងហើយតកោប៊ុំគាត់គឺនឹងខ្លាយតែជាលេខ1ទៅ3នាក់នេះគាត់ទេកាត់ Mountain Team វិញខ្ញុំសូមហៅគាត់ថា Team ដើម្បីសួរស្ដាប់គាត់ក៏បានជីកដល់កន្លែងមួយដែលនៅមានដានជើងមួយទៀតដោយសារតែសង្ស័យគាត់ក៏បានប្លុតចង្គៀងរបស់គាត់ដើម្បីកុំឲ្យគេមើលឃើញ Team ក៏គិតថាគាត់គួរតែសម្រាប់នៅនេះហើយប្រហែលជាបោះតង់កន្លែងនេះហើយចាំពេលព្រឹកខ្ញុំដេញតាមពួកហ្នឹងទៀតក្រោមច្បាប់នៃប្រទេសអាមេរិកនិងទឹកដី Arizona ឯងនឹងត្រូវបានចាប់ខ្លួនដោយសារតែឯងបានប្រព្រឹត្តបទល្មើសឃាតកម្មហើយយើងនឹងចាប់ផ្ដើមចាប់ខ្លួនឯងនៅពេលនេះបង្ហាញដៃរបស់ឯងចេញមកយឺតហើយដើរមកកន្លែងនេះហើយឲ្យយើងចាប់ឯងតាមសម្រួលមកហើយបើសិនជាឯងមិនធ្វើតាមយើងទេតាមច្បាប់គឺយើងអាចសម្លាប់ឯងបានតែយើងក៏តែមើលក៏ដឹងដែរថាអាតាហ្នឹងគឺជាអាពីរអ្នកនោះនឹងឯងប៉ុន្តែអាតាហ្នឹងក៏បានលើកដៃឡើងលើមកហើយតែមិនក៏បានប្រាប់ថាលើកដៃរបស់ឯងហ្នឹងយើងទៀបតិចមកហើយដើរមករកយើងយឺតប៉ុន្តែអ្នកដែលងាកមកគឺបែរជាចូនីទៅវិញហើយចូនីក៏បានទាញទៅពួកមួយដើម្បីវាយប្រហារទៅលើធីមតែនេះខ្ញុំនិយាយទេចូនីហ្នឹងមិនមែនចូនីពិតទេគឺគ្រាន់តែជារបស់ពីនោះប្រែកាឡាទេហើយនៅក្នុងផុសខ្ញុំប្រាប់ថាចូនីវាយមួយធីមក៏ពិតទៅវាយមួយពីណានេះទេហើយខ្ញុំធ្វើចឹងដើម្បីកុំឲ្យ spoil ហើយដើម្បីភ្ញាក់ផ្អើលអ្នកទាំងអស់គ្នា surprise មើលដល់ចំណុចនេះហើយកុំភ្លេច like និង subscribe ផង